ប្រជុំរឿងព្រេងខ្មែររឿងតាច័ន្ទរំលាកមានរឿងមួយដំណាលថាកាលនោះមានព្រៃមួយធំមានខ្លាសាហាវតែងខំមនុស្សជាច្រើននឹងចូលទៅរកបោចផ្ដៅវល្លិពុំបានគ្រាដែលតាច័ន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះខ្លាវាលបចេញពីក្នុងព្រៃពងនឹងខំតាច័ន្ទដែលចូលទៅបោចវល្លិតាច័ន្ទឃើញវាមុនហើយគាត់រកពុទ្ធោថាអោពុទ្ធោអើយឆ្នាំនេះឆ្នាំខាលទឹកបែកពីវាលស្លាប់ខ្លាដំរីស្លាប់អស់បាក់សាមរឹកគាបាក់សីស្លាប់ខ្លាដំរីគ្មានគង់តូចមួយដៅអញនេះអាណាវែងអញព្យួរកូនចៅអាណាខ្លីអញព្យួរត្បាល់អង្រែអោសត្វទាំងឡាយអើយក្នុងឆ្នាំខាលនេះនឹងស្លាប់អស់ហើយគ្មានគង់ទេតាច័ន្ទនិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដងខ្លាស្ដាប់បានឮច្បាស់គិតថាពួកអញសួរតានេះចង់ដឹងមើលទើបខ្លាសួរទៅតាច័ន្ទវិញថាតាអើយតាក្នុងឆ្នាំខាលនេះទឹកធំមែនឬតាច័ន្ទធ្វើភ្ញាក់និយាយទៅនឹងខ្លាថាអោចៅឆ្នាំនេះទឹកធំណាស់បានជាតាភ័យនឹងកូនចៅទើបតារកផ្ដៅដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹកខ្លាក៏មានចិត្តផិតភ័យនឹងពាក្យតាច័ន្ទគិតខ្លាចស្លាប់ក៏ចូលមកចិត្តហើយនិយាយនឹងតាច័ន្ទថាតាអើយអាណិតចងព្យួរខ្ញុំឲ្យផុតពីទឹកផងបានឬទេតាច័ន្ទឆ្លើយថាបានមិនអីទេចៅអង្គុយមកចាំតានៅទីនេះសិនចុះខ្លាក៏ចូលមកអង្គុយចាំលុះតាច័ន្ទបោចវល្លិផ្ដៅបានក៏ត្រកួនធ្វើជារំងកហើយចូលទៅចងចង្កេះខ្លាតាច័ន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឲ្យលោតឡើងតាច័ន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លាពីដីរួចគាត់ចុះមកវិញខ្លាសួរថាតាប៉ុននេះផុតពីទឹកហើយឬអ្វីតាច័ន្ទឆ្លើយថាផុតហើយចៅតាច័ន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបងខ្លាឃើញសួរថាតាកាប់ដំបងធ្វើអ្វីតាច័ន្ទថាកាប់យកទៅផ្ទះក្រែងប្រទេសនឹងសត្វឯទៀតវាប្រមាថតាខ្លាឆ្លើយថាមានខ្លាឯណាទេតាមានតែខ្ញុំនេះឯងតែងតែខំគេរាល់ថ្ងៃតាច័ន្ទដឹងថាអានេះជាសត្វកើតបើដូច្នោះអញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះទើបតាច័ន្ទកាន់ដំបងចូលទៅដល់ខ្លារួចនិយាយថាចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យក្រែងវារបូតរលុងលងទឹកស្លាប់ខ្លាក៏នៅស្ងៀមទើបតាច័ន្ទលើកដំបងវាយខ្លាក៏ប្រឹងរើបំរាស់ស្រែករលាករលូតស្បែកហើមខ្លួនជាខ្លាំងមុខគួរវេទនាហើយខ្លាក៏ប្រឹងរើបំរាស់ក្រឡាស់ខំខ្សែផ្ដៅដាច់កិច្ចរត់ទៅតាច័ន្ទក៏វិលទៅខ្ទមចាំស្រែវិញនិយាយពីខ្លាដែលរត់រួចទៅនោះបានទៅជួបនឹងដំរីមួយដំរីឃើញខ្លាបោលក៏ស្រែកសួរថាបងខ្លាឯងភ័យនឹងអ្វីក៏បានជាបោលមិនមើលក្រោយសោះខ្លាប្រាប់ទៅដំរីវិញថាបងអើយតាច័ន្ទរំលាកបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ដំរីសួរថាអាចារ្យរំលាកនោះនៅឯណាខ្លាប្រាប់ថាវាធ្វើស្រែនៅមាត់បឹងឯណោះដំរីថាអញនឹងព្រិចឲ្យវាល្អិតកុំឲ្យវាធ្វើបាបគេខ្លាបោលហួសទៅដំរីក៏ដើររកតាច័ន្ទនឹងព្រិចជួបតាច័ន្ទហើយតែដំរីមិនស្គាល់សួរថាតាស្គាល់អាចារ្យរំលាកដែរឬតាច័ន្ទសួរដំរីថាចៅឯងសួររកគាត់ធ្វើអ្វីដំរីថាខ្ញុំខឹងណាស់វាបញ្ឆោតវាខ្លាហើមខ្លួនអស់តាច័ន្ទឆ្លើយថាតាច័ន្ទគាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹងនោះខ្ទមគាត់សនោះឯងដំរីថាតាអាណិតជូនខ្ញុំទៅបើខ្ញុំព្រិចវាស្លាប់បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់តាច័ន្ទឆ្លើយថាតាអរណាស់ចៅអើយប៉ុន្តែទឹកបឹងនេះជ្រៅណាស់តាទៅមិនរួចទេដំរីថាបើទឹកជ្រៅតាជិះលើក្បាលខ្ញុំមក
តាច័ន្ទឆ្លើយថា បើដូច្នោះទៅក៏ទៅ តាច័ន្ទក៏ចាប់កាំបិតព្រាមួយទៅផងលុះទៅបានចម្ងាយមួយស្រែតាច័ន្ទក៏កាប់ក្បាលដំរី 3-4 កាំបិតមុតចេញឈាមដំរីក៏គេចបោលមកវិញដល់គោករលាស់ទម្លាក់តាច័ន្ទហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំស្រែកសួរថា បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ ដំរីប្រាប់ថា បងខ្លាឃ្មុំអើយអាចារ្យរំលាកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ ឯខ្លាឃ្មុំក៏ជួយខឹងនឹងដំរីហើយសួរទៅដំរីវិញថា អាចារ្យនោះវានៅឯណា ដំរីប្រាប់ថា វាធ្វើស្រែនៅមាត់បឹងធំឯនោះ ដំរីក៏បោលបាត់ខ្លាឃ្មុំក៏មានចិត្តខឹងគុំគួនប្រមាថនឹងខំបំបែកក្បាលតាច័ន្ទឲ្យស្លាប់លុះថ្ងៃក្រោយខ្លាឃ្មុំដើរទៅឃើញតាច័ន្ទភ្ជួរស្រែពេលព្រឹកខ្លាឃ្មុំនឹកថា នេះហើយតើអាចារ្យរំលាកនោះដូច្នេះអញពូនចាំនៅទីនេះចុះចាំវាមកចិត្តអញលោតទៅខំវាឲ្យបាន ខ្លាឃ្មុំក៏ក្រាបចាំនៅសំយ៉ាព្រៃតាច័ន្ទមិនដឹងខ្លួនតាច័ន្ទភ្ជួរស្រែយូរក៏រលែកទៅខ្លាឃ្មុំក្រោកអើតមើលមកតាច័ន្ទឃើញខ្លាឃ្មុំអើដូច្នោះគាត់គិតថា សត្វនេះវាចង់មកប្រមាថធ្វើទុកអញទៀតហើយ តាច័ន្ទប្រុងខ្លួនហើយវាយដេញក្របីថា អានាងខំទាញឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុកកំពុងពេញទឹកផ្អែម តាច័ន្ទគាត់ថាយ៉ាងនេះជាច្រើនដងខ្លាឃ្មុំឮច្បាស់ក៏មានចិត្តចង់ស៊ីឃ្មុំហើយឆ្លើយមកនឹងតាថា តាចែកខ្ញុំស៊ីផង តាច័ន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា ចៅអើយឃ្មុំតាតែពីរសម្បុកទេទុកឲ្យក្របីវាស៊ីមួយម្នាក់បើចៅឯងចង់ស៊ីចូលមកនិយាយគ្នាសិន ខ្លាឃ្មុំក៏ចូលមកអង្គុយតាច័ន្ទនិយាយថា បើចៅចូលចិត្តស៊ីដែរនឹងឲ្យស៊ីទាំងអស់តែម្ដងទៅខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរតែតាគិតថាបើចៅឯងឲ្យតាទៅជួស្រែបានមួយព្យាមចុះតានឹងឲ្យចៅស៊ីទាំងពីរសម្បុកតែម្ដងឯក្របីឲ្យវាអត់សិនទៅចុះសម្រកទៀត ខ្លាឃ្មុំស្ដាប់ត្រូវចិត្តនឹងចំណីនោះព្រោះត្រូវចំណងរបស់ខ្លួនក៏អរណាស់ថា បើដូច្នេះឲ្យតាដោះក្របីចេញចុះ តាច័ន្ទក៏ដោះក្របីចេញមួយរំពេចខ្លាឃ្មុំក៏ចូលទៅឲ្យតាច័ន្ទទឹមដាក់ខ្សែទៀមចងរឹតរួចស្រេចតាច័ន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័លហើយដេញថា អានាងខំឡើងតាយកឃ្មុំឲ្យស៊ីតែពីរសម្បុកកំពុងពេញទឹក ខ្លាឃ្មុំប្រឹងទាញនង្គ័លពុំកម្រើកឡើយតាច័ន្ទគាត់ខឹងក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឲ្យខ្លាឃ្មុំក៏ប្រឹងរើបំរាស់តាច័ន្ទវាយខ្លាំងណាស់ដល់ទៅបែកហើមខ្លួនទាំងមូលលុះខ្លាឃ្មុំរើរួចបោលទៅជួបនឹងចចកសួរខ្លាឃ្មុំថា បងខ្លាឃ្មុំបោលអ្វីគ្មានមើលក្រោយម្លេះ ខ្លាឃ្មុំប្រាប់ទៅវិញថា បងចចកអើយតាច័ន្ទរំលាកវាបញ្ឆោតវាខ្ញុំហើមខ្លួនអស់ ហើយខ្លាឃ្មុំបោលទៅចចកក៏អួតថា បើដូច្នោះទុកឲ្យអញទៅហែកលោកតាច័ន្ទយកត្រីចែកគ្នាស៊ីឲ្យអស់កុំទុកឲ្យវាឡើយ លុះព្រឹកឡើងតាច័ន្ទគាត់កាន់កាំបិតព្រាមួយនិងច្រវាមួយទៅលើកលបគាត់ក្នុងបឹងនិយាយពីចចកមកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយចចកក៏បបួលខ្លាត្រីថា បងខ្លាត្រីទៅស៊ីត្រីនឹងអញ ខ្លាត្រីតបថា បងចចកឯងបានត្រីពីណា ចចកថា អញទៅហែកលោកតាច័ន្ទរំលាកចែកគ្នាស៊ី ខ្លាព្រមតាមចចកក៏មកអង្គុយនៅមាត់បឹងយូរបន្តិចឃើញតាច័ន្ទអុំទូកមកចចកសួរថា តាស្គាល់អាច័ន្ទរំលាកដែរ តាច័ន្ទឆ្លើយថា ស្គាល់ដែរតែអាចារ្យនោះវានៅក្រោយខាងបឹងឯណោះ ចចកថា បើដូច្នោះអាណិតជូនខ្ញុំទៅបើខ្ញុំហែកលោកវាបានត្រីខ្ញុំចែកតាពាក់កណ្ដាល តាច័ន្ទថា ទៅក៏ទៅបិទលបតាក៏វាពុំត្រូវផង ថាហើយចចកក៏លោត
ទុំក្បាលទូកតាច័ន្ទថា ចៅកុំទៅអង្គុយក្បាលទូកវាលិចណាមកអង្គុយខ្ទង់មុខតាឯនេះទៅវាមិនលិច ចចកក៏មកអង្គុយនៅមុខតាច័ន្ទហើយហៅខ្លាត្រីមកថា មកបងប្រញាប់នឹងអាទៅ ខ្លាត្រីថា បងចចអញមិនហ៊ានទៅទេអញក្រែងតាច័ន្ទនេះហើយ ចចកបែរមើលក្រោយថាមិនមែនទេតាច័ន្ទគាត់នៅស្ងៀមខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចកតាច័ន្ទគាត់អុំទូកទៅប្រមាណ10ព្យាមពីច្រាំងគាត់កាប់ក្បាលចចកមួយកំបិតចចកលោតធ្លាក់ទឹកខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នាខ្លាត្រីបន្ទោសចចកថា អញថាតាច័ន្ទហើយឯងថាមិនមែនតាច័ន្ទទេ ចចកថា កុំមាត់ខំទៅហាទៅ សត្វទាំងពីរក៏ហាលដល់គោកហើយបោលទៅតាច័ន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះបានសេចក្តីសុខសប្បាយក្រោយមកតាច័ន្ទមានចិត្តសង្វេគថា អោសត្វទាំង4នេះនឹងចងវេរានឹងអញតទៅមុខពំលែងហើយវានឹងធ្វើបាបអញនេះមិនខានដូច្នេះគូអញទិញដែកឲ្យបានច្រើនធ្វើកំបិតកោដងដែកឲ្យបាន50ឬ60ទុកបំរុងការពីខ្លួនដែលស្លាប់ទៅ តាច័ន្ទធ្វើកំបិតបានស្រេចហើយគាត់ក៏ហៅកូនចៅមកផ្ដាំថា បើអញស្លាប់ទៅហើយយកអញទៅកប់ឲ្យយកកំបិតទាំងអស់នេះទៅដាក់លើភ្នូអញកំខានជប់ដីលុបឲ្យចិត្តលុះដល់5-6ថ្ងៃកូនចៅទៅមើលភ្នូអញកំខាន តាច័ន្ទផ្ដាំកូនចៅរួចហើយគាត់ក៏មានជំងឺខ្សែទៅកូនចៅក៏យកខ្មោចតាច័ន្ទទៅកប់ធ្វើដូចបំណងគាត់មិនហ៊ានខាននិយាយពីសត្វទាំង4ដែលមានវេរានឹងគ្នានោះកាលតាច័ន្ទស្លាប់ទៅបាន3ថ្ងៃសត្វចចកស៊ើបដឹងថាតាច័ន្ទស្លាប់ក៏ទៅប្រាប់ខ្លាឃ្មុំប្រាប់ដំរីប្រាប់ខ្លាធំជុំបបួលគ្នាមកកាយខ្មោចតាច័ន្ទរំលាកស៊ីចចកកាយចុងជើងខ្លាឃ្មុំកាយក្បាលខ្លាធំកាយកណ្ដាលខ្លួនឯដំរីឈរចាំមើលឃើញសត្វទាំង3មុតជើងពីការជាខ្លាំងដួលដេកអស់ដំរីខឹងនឹងខ្មោចតាច័ន្ទថា ជឿអាច័ន្ទការតាំងពីរស់តលតែស្លាប់មិនលែងកាយសោះទុកឲ្យអញឈូសតាមដងឲ្យប៉ើងខ្មោចមកនៅលើគោក ដំរីខឹងណាស់លើកជើងឈូសជាខ្លាំងត្រូវនឹងកំបិតមុតពេញជើងក៏ដេកដួលទាំងអស់គ្នាដល់កំណត់ថ្ងៃ7កូនចៅតាច័ន្ទនាំគ្នាទៅមើលខ្មោចស្រាប់តែឃើញដំរីខ្លាចចកស្លាប់ខាងភ្នូក៏នាំគ្នាពន្លះយកសាច់ស្បែកឆ្អឹងភ្លុកមកលក់យកប្រាក់ធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យខ្មោចតាច័ន្ទរំលាកជាស្រេចហង